បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ឥឡូវថ្ងៃនេះមាន Opler ចូលទៀតហើយ Opler ចូលច្រើនក្របទៀតហើយតែមួយរយៈហ្នឹងអត់សូវបានចេញវីដេអូដោយសាររវល់ខ្លាំងថ្ងៃនេះឆ្លៀតធ្វើវីដេអូបង្ហាញបងប្អូននៅចង់ជួសជុល Opler មិនថាຂະຫນາດតូច12អ៊ីង10អ៊ីង8អ៊ីង6អ៊ីង10ដល់18 18 21អ៊ីងគ្រឿងបន្លាស់មានទាំងអស់បាទសម្រាប់បងប្អូនដែលមានបញ្ហា Opler ឆេះខូចกระดาษឆេះអស់នេះមានដាត់ស៊ីនស៊ីនដាក់អញ្ចឹងណាអានេះប្រភេទ Opler ដែលត្រូវបដូរនេះគឺដាត់នេះត្រូវដាក់លេខក125យើងដាក់ក125ស៊ីនហោះលុះក្នុងក្រៅបាទបងប្អូនខាងតន្ត្រីធំបាសអកកណ្ដងដែលមានតម្រូវការចង់ជួសជុលមិនថា Ampli Opler ដែលមានខូចដូចក្នុងរូបខាងក្នុងវីដេអូនេះខាងយើងខ្ញុំមានទទួលជួសជុលគ្រប់ model បាទមិនថា model ណាទេមិនថានៅចិត្តឆ្ងាយអាចផ្ញើតាមសេវាកម្មដឹកជញ្ជូននានាបានយើងអាចមកជួសជុលបានមិនថានៅធនភាគនេះធនភាគដោយ Opler នេះមើលនេះដល់មកបារានោះអាពណ៌ខ្មៅគឺបោះចាស់អានេះយើងដាក់បោះ3គឺអែមវិញម្ដងឥឡូវយើងបានផ្លាស់ប្ដូរហើយនេះយើងបានដាក់កលិតស៊ីនចូលវិញដើម្បីឲ្យបងប្អូនយកទៅប្រើវិញគឺកក់ក្ដៅនេះសម្រាប់មើលសាច់មើលភ្លីក្ដៅការពារជំរាបទឹកបងប្អូនបដូរឲ្យប៉ុណ្ណេះបងប្អូនយកទៅលេងមកអែមបងប្អូនអែមហើយនេះប្រភេទម៉ាស៊ីន4 channel Ampli 4 channel បងប្អូនចង់បានគ្រឿងបន្លាស់អាចតតងបានគ្រឿងបន្លាស់មិនថា Ampli ចិន Ampli ថៃ Ampli របស់វៀតណាមមានទាំងអស់បាទហើយសម្រាប់បងប្អូនដែលបានឃើញវីដេអូហើយកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share ចុចកណ្ដឹងទាំងអស់គ្នាបាទនេះ Opler យើងបានជួសជុលហើយគឺមានphânភេទដូចក្នុងវីដេអូនេះចឹងនេះគឺអែមឥឡូវបងប្អូនខកបំណងឯងបាទអរគុណច្រើន